ក្រុមហ៊ុន MJQE ត្រៀមធ្វើការបែងចែកភាគលាភសម្រាប់ឆ្នាំ2024សម្រាប់ប្រាក់ចំណេញឆ្នាំ2024ក្រុមហ៊ុន MJQE បានត្រៀមនឹងធ្វើការបែងចែកភាគលាភជូនវិនិយោគិនជាពីរប្រភេទនៅក្នុងនោះមាន Public Investor និងវិនិយោគិនធំៗរបស់គាត់ទាំង11រូបបាទវិនិយោគិនធំៗរបស់គាត់ទាំង11រូបនេះបាទកាន់ភាគហ៊ុនជាសរុបមានចំនួនរហូតដល់ 96.92% បាទអញ្ចឹងវិនិយោគិនសាធារណៈកាន់តិចតួចទេហើយវិនិយោគិនសាធារណៈនេះក៏គាត់មានការបែងចែកជាពិសេសនៅចំនួននោះវាច្រើនជាងវិនិយោគិនធំរបស់គាត់ទាំង11រូបតើគាត់បែងចែកប៉ុន្មានតោះយើងមកមើលទាំងអស់គ្នាបាទអញ្ចឹងទី2បាទ dividend rate for public shareholder បាទសម្រាប់វិនិយោគិនសាធារណៈMJQE ក្រុងនឹងធ្វើការបែងចែកចំនួន145រៀលក្នុងមួយចំណែកភាគហ៊ុនបាទគិតជាដុល្លារវា 0.036 $373 បាទក្នុងមួយភាគហ៊ុនហើយចំនួននេះបើយើងធៀបទៅនឹងតម្លៃ IPO គឺស្មើនឹង 7% នៃថ្លៃ IPO គាត់ធានាភាគលាភជូន investor public ហ្នឹងគឺតែ 6% ទេអញ្ចឹង 7% នេះគឺគាត់បន្ថែម 1% ឲ្យទៀតបាទអញ្ចឹងនេះយើងឃើញសម្រាប់វិនិយោគិនសាធារណៈហើយចំពោះវិនិយោគិនដែល11រូបរបស់គាត់ដែលវិនិយោគិនធំហ្នឹងក៏គាត់ធ្វើការបែងចែកដែរប៉ុន្តែមិនច្រើនដោយវិនិយោគិនសាធារណៈនោះទេគឺគាត់ធ្វើការបែងចែកតែ 51.39 រៀលបាទក្នុងមួយចំណែកភាគហ៊ុនហើយបើស្មើជាដុល្លារនោះគឺ 0.01283 $ក្នុងមួយចំណែកភាគហ៊ុនហើយបើយើងគិតទៅនឹង IPO វាស្មើនឹង 2.47% នៃថ្លៃ IPO អញ្ចឹងយើងសរុបមកវិញថាភាគលាភសម្រាប់ MJQE ដែលគាត់គ្រោងចែកនៅក្នុងឆ្នាំ2025នេះទៅលើប្រាក់ចំណេញឆ្នាំ2024សម្រាប់វិនិយោគិនសាធារណៈគឺ145.60 រៀលបាទ145រៀលក្នុងមួយចំណែកភាគហ៊ុនវិនិយោគិនសាធារណៈសំដៅដល់វិនិយោគិនដែលទិញលក់ភាគហ៊ុននៅលើទីផ្សារមូលបត្របាទអញ្ចឹងបាទអ្នកទាំងអស់គ្នាទិញលក់ភាគហ៊ុននៅផ្សារមូលបត្រដូចជាភាគហ៊ុនដែលត្រូវបានភាគលាភចំនួន145រៀលហើយបាទនិងទី2វិនិយោគិនធំទាំង11រូបរបស់គាត់ហ្នឹងគឺចំនួន 51.39 រៀល51រៀលក្នុងមួយចំណែកភាគហ៊ុនបាទដែលវាស្មើនឹង 2.47% អញ្ចឹងតើគាត់គ្រោងចែកនៅថ្ងៃណាបាទអញ្ចឹងយើងមកមើលទៀតសម្រាប់វិនិយោគិនទាំងវិនិយោគិនសាធារណៈទាំងវិនិយោគិនធំទាំង11រូបហ្នឹងគឺថ្ងៃគ្រោងចែកជាមួយគ្នាឥឡូវយើងមកមើលសិនថាតើប្រាក់ដែលគាត់គ្រោងចែកសរុបណាបាទអញ្ចឹងភាគលាភដែលគាត់គ្រោងចែកសរុបនោះគឺមានចំនួន 17,000 លានរៀលបាទឬក៏ស្មើនឹងជាង 4 លានដុល្លារបាទហើយក្នុងមួយចំណែកភាគហ៊ុនគឺបែងចែកដូចដែលខ្ញុំបានបង្ហាញអញ្ចឹង145រៀលសម្រាប់វិនិយោគិនសាធារណៈបាទ51រៀលសម្រាប់វិនិយោគិនធំទាំង11រូបបាទនៅក្នុងនេះគាត់គ្រោងបាទគ្រោងគេហៅ dividend payout ratio បាទនេះវា132បាទភាគរយខ្ពស់ណាបាទ x dividend date បាទឬក៏ x rai នោះគឺថ្ងៃទី9 ខែ 5 បាទអញ្ចឹង x dividend ឬក៏ x rai នេះជាថ្ងៃដែលវិនិយោគិនគាត់បាទលក់ហើយនៅតែទទួលបានភាគលាភធម្មតាហើយអ្នកទិញគឺអត់បានទេអញ្ចឹងដើម្បីបានភាគលាភអ្នកទិញគាត់តែទិញមុនថ្ងៃទី9បាទអាចទិញថ្ងៃទី8 ខែ 5 មកបាទហើយអ្នកលក់បើសិនជាចង់បានភាគលាភគាត់អាចរងចាំដល់ថ្ងៃទី9 ខែ 5 ហ្នឹងបាទចាំគាត់លក់ហ្នឹងនៅតែបានភាគលាភធម្មតាអញ្ចឹង dividend record date គឺថ្ងៃទី12បាទថ្ងៃទី12ហើយ dividend payout date បាទអញ្ចឹងភាគលាភដែលគាត់ធ្វើការផ្ទេរជូនយើងបាទនឹង payout ហ្នឹងគឺការផ្ទេរអញ្ចឹងគាត់នឹងផ្ទេរចាប់ពីថ្ងៃទី22ដល់ថ្ងៃទី28 ខែ 5 បាទឆ្នាំ2025អញ្ចឹងចន្លោះថ្ងៃហ្នឹងយើងអាចមើលទៅភាគលាភនឹងចូលទៅក្នុង trading account នៃអ្នកជួញដូរអាចមើលចាប់ពីថ្ងៃទី22ដល់ថ្ងៃទី28បាទហើយអត្រាប្តូរប្រាក់បាទគាត់បញ្ជាក់ថាអត្រាប្តូរប្រាក់ដែលគាត់យកហ្នឹងគឺ40បាទ.4003បាទនេះគឺជាផែនការនៅក្នុងការចែកភាគលាភនៅក្នុងឆ្នាំ2025ទៅលើប្រាក់ចំណេញឆ្នាំ2024អញ្ចឹងបើសិនជាបងប្អូនដែលចង់បានភាគលាភរបស់ MJQE បាទត្រូវទិញឲ្យបានមុនថ្ងៃទី5ដល់ថ្ងៃទី9 ខែ 5 បាទថ្ងៃទី8ទី7អញ្ចឹងបាទបានមុនថ្ងៃទី9បាទហើយចំពោះបងប្អូនដែលគាត់ចង់ទទួលបានភាគលាភគាត់មានហ៊ុនហើយបាទត្រូវកុំតន់លក់បាទរងចាំរហូតដល់ថ្ងៃទី9អាចលក់បានហើយលក់ឲ្យនៅបានភាគលាភធម្មតាហើយចំពោះតម្លៃភាគហ៊ុនក៏បងប្អូនត្រូវមានការប្រុងប្រយ័ត្នដែរមិនដឹងថាតើបន្ទាប់ពីធ្វើការបែងចែកភាគលាភឆ្នាំនេះហើយបាទឆ្នាំនេះគឺឆ្នាំធានាចុងក្រោយសម្រាប់គាត់ធានា2ឆ្នាំភាគលាភណាបាទតើចូលដល់ឆ្នាំលែងធានាតើគាត់ធ្វើការបែងចែកទៀតអត់បាទ
ឬក៏ធ្វើការបែងចែកចំនួនប្រមាណនោះគឺមិនមែនជាកាតព្វកិច្ចក្រុមហ៊ុនទេព្រោះថាគាត់ផុតការធានារបស់គាត់ដូច្នេះកន្លែងនេះបងប្អូនត្រូវគិតដែរថាគួរទិញភាគហ៊ុននេះក្នុងតម្លៃណាហើយតម្លៃវាឡើងគួរចាំយកភាគលាភឬក៏ទៅលក់ចេញណាបាទអរគុណច្រើនបាទជម្រាបលាបងប្អូនពេញចិត្តទៅលើវីដេអូនិយាយពីភាសាភាគហ៊ុនកុំភ្លេចជួយ Subscribe ផងបាទ